ការពី400លានឆ្នាំមុនមានភាវៈរស់ដែលមានរូបរាងបែបនេះដុះពីពេញផែនដីអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះវាថា Prototaxid មនុស្សយើងបានរកឃើញសំណល់ fossil របស់ Prototaxid នឹងតាំងពី165ឆ្នាំមុនមកម្ល៉េះដល់ពេលគេយក fossil នឹងទៅសិក្សាទៅឃើញថាវារស់នៅសម័យកាលចុងសម័យ Silurian រហូតដល់ចុងសម័យ Devonian ពលគឺ420លានឆ្នាំមុនដល់370លានឆ្នាំមុន fossil វាគឺបែបនេះពេលរកឃើញដំបូងគេគិតថាវាគឺជាផ្សិតដល់ពេលចឹងគឺនាំគ្នាសម័យឡើងពេញនឹងថាផែនដីយើងពីមុនគឺបែបនេះសិតតែផ្សិតនិយាយទៅគឺដូចក្នុងតុក្កតាយើងមើលចាដល់ពេលការសិក្សាថ្មីប្រើឧបករណ៍ថ្មីនៅក្នុងឆ្នាំ2025-2026នេះប្រាប់ថា Prototaxid នឹងមិនមែនជាផ្សិតទេដល់ចឹងទៅធ្វើឲ្យរឿងនឹងចាប់ផ្ដើមល្បីឡើងមកអស់ TikTok ទៅនឹងឃើញគេនិយាយពីរឿងនឹងច្រើនខ្លាំងមែនតើហើយបើនិយាយពីរូបរាងរបស់វាគឺវាវែងឆ្កយចឹងហ្មងគ្មានក្បាលដូចផ្សិតទេគ្មានស្លឹកគ្មានឫសគ្មានមែកសាខាគូនិយាយអីជំនាន់ហ្នឹងណាសូម្បីតែដើមឈើក៏អត់ទាន់កើតផងហើយបើនិយាយពីប្រវែងវិញគឺវែងខ្លាំងមែនតើដល់ទៅ8ម៉ែត្រចំណែកទៅតឹងគឺ1ម៉ែត្រមូលហេតុដែលគេឈប់ចាត់ទុកវាគឺជាផ្សិតនោះគឺដោយសារតែវាអត់មានសារធាតុឆៃតានជាសារធាតុដែលផ្សិតទូទៅត្រូវតែមានដល់ពេលវាអត់មានចឹងមានន័យថាឋានៈភាវៈរស់នៅលើផែនដីអាចមិនមែនមានតែ6ទេឋានៈភាវៈរស់ទាំង6ហ្នឹងរួមមានសត្វរុក្ខជាតិផ្សិតបាក់តេរីប្រូទីនមេរៀនជីវៈធ្លាប់រៀនហើយអស់ហ្នឹងបកមក Prototaxid ហ្នឹងវិញទាំង6ហ្នឹងគ្មានអាណាត្រូវជាមួយវាទេដូច្នេះហើយក្នុងថ្នាក់មេរៀនជីវៈក្នុងថ្ងៃអនាគតអាចនឹងបញ្ចូលវាចូលមួយដែរជាភាវៈរស់ទាំង7 Seven Kingdom of Life តែអាហ្នឹងគឺនៅក្នុងថ្ងៃអនាគតទេអាចនឹង100ឬមួយក៏200ឆ្នាំទៅខាងមុខទៀតព្រោះអីការសិក្សាពី Prototaxid ហ្នឹងគឺពិបាកដោយសារតែវាបានផុតពូជយាយអត់មានកូនអត់មានចៅភាវៈរស់ចំនួនក្រោយគឺអត់មានជាប់សាច់ញាតិជាមួយវាតែម្ដងនិយាយទៅពេលវាមកដល់ផែនដី400លានឆ្នាំមុនហ្នឹងសុកក៏មកដល់ឡើងធំពេញហ្នឹងហើយក្រោយមកទៀតវាក៏ដាច់ពូជដែលអត់មានបន្សល់អីទាំងអស់មានតែពពួកសំណល់ fossil ជាប់នឹងថ្មបានធ្វើឲ្យមនុស្សយើងអាចសិក្សាពីវាបាននិយាយទៅមេរៀនវិទ្យាសាស្ត្រអស់នេះគឺឡើងលយហួសពីការស្មានអារឿងរាប់លានឆ្នាំមុនអ្នកវិទ្យាសាស្ត្រដឹងប៉ាន់ស្មានដឹងទាំងអស់អត់តែរឿងបញ្ហាចំនួនពិភពលោកស្មើឡើយទេដែលអ្នកវិទ្យាសាស្ត្ររកផ្លូវដោះមិនចេញសោះតែយ៉ាងណាមិញបានរៀនពីភាវៈរស់ចម្លែកអញ្ចឹងក៏សប្បាយរៀនដែរចូលអ្នកទាំងអស់គ្នាវិញចូលចិត្តមេរៀនចម្លែកអស់ហ្នឹងអត់កុំភ្លេច comment នៅខាងខម